សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះ admin មកធ្វើវីដេអូ live ប្រាប់បងប្អូនពីជំហាននៃចំណុចចាប់ផ្ដើមក្នុងការរកលុយជាមួយនឹងវិស័យ Facebook តើបងប្អូនត្រូវត្រៀមលក្ខណៈសម្បត្តិអ្វីខ្លះត្រូវចេះអ្វីខ្លះហើយត្រូវចាប់ផ្ដើមពីអ្វីអញ្ចឹងបងប្អូនដោយសារតែវីដេអូនេះ admin ធ្វើវីដេអូហើយទើប admin យកទៅធ្វើការ live អញ្ចឹងរាល់ការខមមិនសួររបស់បងប្អូនទាំងអស់ admin នឹងឆ្លើយនៅពេលដែលវីដេអូ live ចប់ admin នឹងឆ្លើយតបខមមិនបងប្អូននៅពេលក្រោយហើយបើសិនជាមានចម្ងល់បងប្អូនអាចឆាតសួរនៅក្នុងក្រុម Telegram បានចាំ admin ដាក់ link ជាប់ជាមួយនឹងវីដេអូនេះឲ្យបងប្អូនអូខេអញ្ចឹងបងប្អូនត្រូវដឹងថាអញ្ចឹងមុនចាប់ផ្ដើមជាមួយនឹងវិស័យ Facebook បងប្អូនត្រូវទី1ត្រូវត្រៀមទី1មាន VPN ចេះប្រើ GPS ហើយបងប្អូនចេះបង្កើត account Gmail ចេះបង្កើត page ចេះបង្កើត admin បរទេសអញ្ចឹងឥឡូវកុំឲ្យខាតពេល admin មកធ្វើវីដេអូបង្ហាញប្រាប់បងប្អូនពីការបង្កើត account មុនសិនដោយសារដំបូងគឺមុននឹងចូលទៅប្រើប្រាស់ VPN GPS បងប្អូនត្រូវចូលទៅយកបង្កើត email មួយសិនដើម្បី email នោះទៅធ្វើជា account របស់បងប្អូនហើយ email នោះដំបូងគឺយើងត្រូវបង្កើត admin បរទេសជាមុនសិនអញ្ចឹងបងប្អូនចំណុចចាប់ដើមគឺយើងបង្កើតវាចោលសិនទៅហើយយើងប្រើ Gmail ខ្មែរយើងក៏បានដែរធម្មតាក៏បានដែរក៏ប៉ុន្តែវាមិនសូវជាលឿនដូច្នេះយើងងាកមកប្រើ fake email វិញព្រោះវាមានការលឿនជាងអញ្ចឹងដើម្បីបាន email ដែល fake ហ្នឹង email មិនដែល fake ហ្នឹងណាបងប្អូនដំបូងបងប្អូនធ្វើការចូលមកកាន់ Google របស់ Chrome ហ្នឹងរបស់យើងហ្នឹងបងប្អូន Chrome ហ្នឹងបងប្អូនធ្វើការ search ដាក់ពាក្យថា Tmail បងប្អូនឃើញ Tmail នេះបងប្អូន Tmail បងប្អូនអាចប្រើប្រាស់តាមវិធីនេះក៏បានក៏ប៉ុន្តែមួយរយៈចុងក្រោយនេះប្រើតាមនេះមានបញ្ហាបន្តិចបន្តួចដល់ពេលដែលយើងយក email នេះទៅប្រើប្រាស់ដើម្បីបង្កើត Facebook របស់យើងដល់ពេលដែល verify code វាមិនបានផ្ញើ code ដល់យើងទេអញ្ចឹងវីដេអូនេះadminចង់ប្រាប់ technique ថ្មីគឺបងប្អូនធ្វើតែadmin ទៅល្អជាងចូលទៅកាន់ Telegram របស់យើងមកយើងបង Telegram ធម្មតារបស់យើងហ្នឹងហើយបងប្អូនវាពាក្យថា Tmail ពីបងប្អូនឃើញ Tmail នេះវាយចឹងមកបន្តមកទៀតបងប្អូន select ពាក្យថា generate new អញ្ចឹងបងប្អូនបាទយើងបាន email ថ្មីមួយបងប្អូនណាអញ្ចឹងបងប្អូនធ្វើការ copy email ហ្នឹងមកអូខេបងប្អូនមិនបាច់គិតអីច្រើនទេចំណុចចាប់ផ្ដើមក្នុងវិស័យ Facebook អត់មានអីក្រៅពីបង្កើត Gmail ដំបូងសិនទេបងប្អូនតែសារបងប្អូនត្រូវចាំចេះមុនបាន page គឺត្រូវឆ្លងកាត់ account មុនបាន account គឺត្រូវមាន email ដើម្បីទៅបង្កើត account អញ្ចឹងបងប្អូននេះគឺជាចំណុចចាប់ផ្ដើមដំបូងបំផុតហើយបើសិនជាបងប្អូនអត់ចេះបង្កើត Gmail អត់ចេះបង្កើត Facebook ទេបងប្អូនធ្វើមិនបង្កើត page បានធ្វើមិនអាចយក page ទៅរកលុយបានអញ្ចឹងណាឥឡូវចំណុចចាប់ផ្ដើមដំបូងបំផុតបងប្អូនធ្វើការមើលមួយទៅហើយបើមានចម្ងល់បងប្អូនអាចខមមិនសួរបានចាំតែមានឆ្លើយទៅតាមក្រោយណាបងប្អូនអូខេបន្ទាប់ពីបាន email ហើយយើងចូលទៅបង្កើត Facebook តែម្ដងមិនដឹងថាបានឬមិនបានទេណាបងប្អូនតែបើមិនបានប្រើវិធីផ្សេងទៀតអូខេអញ្ចឹងយើងចូលមកកន្លែងនេះមកវាពាក្យថា Facebook នេះគឺបងប្អូន Facebook login បងប្អូនណាហើយយើង select ពាក្យថា Facebook login or sign up អូខេដោយសារតែ admin ធ្លាប់ sign up ហើយ admin ធ្វើការ log out សិនបងប្អូន log out វាសិនមក admin នឹងព្យាយាមធ្វើមួយច្បាស់ជូនបងប្អូនមើលដើម្បីឲ្យបងប្អូនមើលទៅងាយយល់ឆាប់ចាប់បានអញ្ចឹងពេលបងប្អូនចូលទៅកន្លែងនឹងដំបូងគឺវាលោតបែបនេះបងប្អូនឃើញទេអញ្ចឹងយើងធ្វើការ create new account ដើម្បីបង្កើត account Facebook ថ្មីមួយ create new មកអញ្ចឹងយើងចាប់ដាក់ឈ្មោះអីគេដាក់ឈ្មោះនេះចុះអាមីហេងអញ្ចឹងថាបងប្អូនជាឧទាហរណ៍ទេអញ្ចឹងកន្លែងនេះ
គឺជាកន្លែងដែលយើងត្រូវផាសនេះផាស email នៅក្នុង Telegram ដែលយើងបានធ្វើមុនហ្នឹងបងមកធ្វើការ copy មកហើយធ្វើការផាសចូលកន្លែងហ្នឹងមកបងប្អូននេះផាសមកកន្លែងនេះផាសមកទៀតបងប្អូន password ឲ្យមានធ្វើការ copy កន្លែងដាក់ចោលដើម្បីវាងាយចាំបងប្អូន copy អញ្ចឹងមកផាសវាមិនឲ្យយើងធ្វើការវាយទេបងប្អូន S E K A K យើងដាក់ add វិញទៅបងប្អូនដាក់ពីច្រើន password វាយ add ទៅចូលបងប្អូន add 9577អូខេតមកទៀតកន្លែងនេះថ្ងៃឆ្នាំកំណើតរបស់យើងដាក់ទៅប៉ុណ្ណឹងតារាទេស្មើដូរឆ្នាំទៅបានហើយដាក់ទៅ90ចុះហើយ page យើងដាក់ជា page ស្រីទៅបងប្អូនតមកទៀតបងប្អូនធ្វើការ sign up ចាំមើលវាបានឬមិនបានបើសិន admin បង្កើត already fine ចាំមិនដឹងថានេះគេធ្លាប់មានហើយយើងធ្វើការ no វិញបិទវាមកហើយយើងធ្វើការនេះបងប្អូនឃើញហ៎គឺវា spam account មានន័យថាវា spam IP ដោយសារតែ admin បង្កើតច្រើនដងពេកអញ្ចឹងឥឡូវជាវិធីសាស្ត្រផ្សេងមួយទៀតដើម្បីចូលទៅបង្កើត account Facebook បានបង្កើតបិទវាសិនមកហើយយើងទៅបង្កើត Gmail ថ្មីវិញពីព្រោះបើយើងយក mail នេះទៅប្រើបានគឺ Facebook bot តែយើងគឺវាឆាប់ចាប់បាន primary location តាមបទពិសោធន៍របស់ admin ណាតែបើសិនជាយើងយកទៅបង្កើតទៅវា spam IP ដូចមុនហ្នឹងអញ្ចឹងយើងមិនបាច់ខ្វល់យើងទៅបង្កើត Gmail ថ្មីតែម្ដងទៅចូលទៅកាន់ Google វាពាក្យថា Gmail តែsayaត្រូវការមាន mail ថ្មីមួយបងប្អូនសម្រាប់បង្កើត Facebook នេះបងប្អូន create a Gmail account តមកទៀត select ថា create an account អូខេយើងធ្វើការវាយមកអាមីបើសិនជាបងប្អូនចេះបង្កើត email Gmail ហើយបងប្អូនរំលងដល់បងប្អូននេះដោយសារ admin ចង់ចេញវីដេអូប្រាប់បងប្អូនយើងដែលគាត់មិនដឹងចាប់ដើមពីចំណុចណាសោះណាបងប្អូនជាហេតុតែ admin ធ្វើវីដេអូនេះឡើងអញ្ចឹងនេះយើងធ្វើការ save សិនណាបងប្អូនជាមួយត្រូវការ note account នេះឲ្យបានច្បាស់លាស់កុំឲ្យវង្វេងមីហេងងាយស្រួលនៅពេលដែលមានបញ្ហាអ្វីផ្សេងនិងមាន information account យើងមកស្រាប់11 October 90អូខេអញ្ចឹងមកតមកទៀតយើងធ្វើការ next ហើយនេះគឺវាឲ្យយើងជ្រើសរើស email មួយណាដែលគេបាន generate ឲ្យយើងហើយណាយើងយកលើនេះមកធ្វើការ copy វាទុកបងប្អូន copy វាសិនអូខេចុច next ទៀតមកអញ្ចឹងកន្លែងនេះគឺជាកន្លែងវាយ password បងប្អូនដាក់ password អ្វីក៏បានឲ្យបងប្អូនចាំណា8 add 1 2 3 select all control C control V ចាអូខេអញ្ចឹងមកបងប្អូនពាក្យច្រើន password បងប្អូនត្រូវប្រើសញ្ញាឆាប់បានចូលបងប្អូន password ណាកុំឲ្យវាងាយស្រួលចាំពេកអញ្ចឹងបន្ទាប់ពីបានអញ្ចឹងហើយបងប្អូនធ្វើការចុច next កន្លែងនេះវាសួរបងប្អូនថាបងប្អូនត្រូវការដាក់ email ណាដើម្បីជំនួសក្នុងពេលដែល email យើងមានបញ្ហាវានឹងធ្វើការផ្ញើ email ព័ត៌មានទៅកាន់ email ដែលយើងបានបំពេញដើម្បីជា recover គ្នានេះអញ្ចឹងយើងមិនបាច់ទេចុច skip ទៅបងប្អូនអញ្ចឹងកន្លែងនេះដល់កន្លែង phone number យើងមិនបាច់ប្រើទេដោយសារយើងបង្កើត email យើងបង្កើតសម្រាប់តែបង្កើត account ធម្មតាមិនបាច់ប្រើដូចជាសប្តិបងប្អូននាំតែវាសួរនាំច្រើនទេបងមកចុច skip មកបងប្អូនតមកទៀតកន្លែងនេះចុច next អស់ចូលមកខាងក្រោមមក select I agree
អញ្ចឹងគឺបងប្អូនបានទទួល Gmail ថ្មីមួយហើយអូខេបន្ទាប់ពីបាន Gmail ថ្មីមួយហើយយើងចូលទៅធ្វើការបង្កើត Facebook ម្ដងទៀតអូខេខ្វាយវាចោលសិនមកខ្វាយសិនមកបន្ទាប់មកទៀតបងប្អូនចូលទៅកាន់ជ្រុំរបស់យើងនេះជ្រុំរួចហើយបងប្អូនធ្វើការ add account ខាងក្រោមនេះអូខេបងប្អូនបើសិនជាបងប្អូនថ្មីថ្មោងមិនមានច្រើនទេតែ admin មាន account ច្រើនណា select add បងប្អូន select add sign in អូខេចំណុចនេះគឺជាចំណុចដែលបងប្អូនត្រូវ copy នេះ copy mail ដែលយើងបានបង្កើតមុនហ្នឹងនេះ copy មកហាស់ទៅតាមបន្តិចទៅបងប្អូនអាសាអ៊ីនធឺណិតវារៀង slow បន្តិចមិនអត់ដើរអញ្ចឹង again បងប្អូន again click add sign up ហាស់ email មុននឹងចូលមកនេះអូខេអញ្ចឹងនេះគឺជាកន្លែងដែលយើងត្រូវវាយ password Gmail មុននឹងចូលមុននឹង password ឈ្មោះអីគេអាមី @123 អូខេអញ្ចឹងមកនេះអូខេបងប្អូនឃើញហើយគឺយើងទទួលបាន account ថ្មីមួយហើយនេះ account Gmail ថ្មីមួយហើយអញ្ចឹងយើងចូលទៅបង្កើត Facebook ថ្មីទាំងអស់គ្នាចូលមកកាន់កន្លែងហ្នឹងវាពាក្យថា Facebook អូខេតមកទៀតចូលកន្លែង Facebook កន្លែងនេះមករួចហើយបងប្អូនធ្វើការបំពេញឈ្មោះរបស់បងប្អូនដើម្បីដាក់ជាឈ្មោះ Facebook ថ្មីរបស់បងប្អូនអញ្ចឹងមុននឹងឈ្មោះថាម៉េចអាមីហេងអូខេហើយនេះគឺជាកន្លែងដែលបំពេញ email យកហើយនេះ Gmail មុនហ្នឹង copy មកផាស password Facebook បងប្អូនដាក់មកអូខេអញ្ចឹងថ្ងៃចំកំណើតមុនហ្នឹងថ្ងៃគេ October ថ្ងៃ11 October អញ្ចឹងនេះ October ថ្ងៃទី11 90 page ជា page ស្រីអូខេបន្ទាប់មកទៀតបងប្អូនធ្វើការ select ពាក្យថា sign in អញ្ចឹងចំណុចនេះវានឹងធ្វើការផ្ញើលេខកូដទៅកាន់ email នេះតែបងប្អូនបានបង្កើតមុនហ្នឹងណាអញ្ចឹង admin សូមធ្វើការវា email ហ្នឹងបញ្ចូលបន្តិចសិនដើម្បីទទួលបានកូដអូខេអញ្ចឹងឥឡូវដើម្បីទទួលបានកូដបងប្អូនចូលទៅកាន់ email មុនហ្នឹងដែលបងប្អូនបាន sign in ជាមួយនឹង Gmail ណាបងប្អូននេះវាបានផ្ញើកូដមកអញ្ចឹង admin ធ្វើការបំពេញកូដវាចូលទៅ87 96 916អូខេធ្វើការ continue នេះបងប្អូនឃើញហើយអញ្ចឹងយើងបាន create Facebook ថ្មីមួយហើយដើម្បីវាធ្វើការចូលទៅកាន់ Facebook ថ្មីអញ្ចឹងនេះគឺជា Facebook ថ្មីមួយរបស់បងប្អូនតើបងប្អូនចង់យកវាទៅប្រើជា Facebook ធម្មតាឬចង់យកវាទៅប្រើជាមួយនឹង Facebook បរទេសអញ្ចឹងបងប្អូនសំខាន់លើបងប្អូនជ្រើសរើសចាឥឡូវឧទាហរណ៍ account នេះ admin ឧទាហរណ៍ថាយកទៅធ្វើជា admin បរទេសចោះហ៊ានដំបូងបងប្អូនធ្វើការ change profile ត្រឹមត្រូវបងប្អូនធ្វើការ change profile យ៉ាងសិនបងប្អូនចង់ change ក៏បានមិនទាន់ចង់ change ក៏បានក៏តែរឿង change profile បងប្អូនទៅចេះ admin មិនបាច់ប្រាប់ទេអញ្ចឹងក្នុងវីដេអូនេះកុំឲ្យវែងពេកតមកទៀតយើងទៅធ្វើការប្រើប្រាស់ VPN Fake GPS ដើម្បីផ្លាស់ប្ដូរ account Facebook ថ្មីរបស់យើងមួយនេះឲ្យទៅជា Facebook បរទេសវិញអញ្ចឹងដំបូងបងប្អូនត្រូវធ្វើយ៉ាងម៉េចបងប្អូនត្រូវចូលទៅកាន់ website មួយដែលមានឈ្មោះថា Susek នេះ Susek ហើយបងប្អូន select ទៅថា Susek VPN
ត្រង់ចំណុចនេះបងប្អូនយើងត្រូវមាន account Sushek ឬមួយក៏បងប្អូនអាចបាន account តាមវិធីណាទិញខ្លួនឯងឬមួយក៏ share គ្នាឬមួយក៏យ៉ាងម៉េច admin អត់ដឹងណាត្រង់ចំណុចហ្នឹងក៏ប៉ុន្តែចំពោះ admin បើសិនជាបងប្អូនដៃថ្មីដែលគាត់អត់ទាន់មាន account នេះប្រើអាចឆាត admin នឹងឲ្យបងប្អូនប្រើដោយ free អញ្ចឹងណាបងប្អូនបន្ទាប់ពីដល់កន្លែងហ្នឹងបងប្អូនសេចពាក្យថា get អូខេមកដល់ត្រង់ចំណុចនេះកន្លែងនេះត្រូវមានកន្លែង login ចូលខុសហើយហ្នឹងឯងបងប្អូន back សិនបងប្អូន back សិន back មួយទៀតសិនមកនេះបងប្អូន select ខាងនេះ Sushek online នេះចុះចាប់ទៅចុះអូខេនេះកន្លែងនេះឲ្យបងប្អូនត្រូវ select ពាក្យថា login រួចហើយបងប្អូនកន្លែងនេះគឺត្រូវមាន email password របស់ Sushek ដែលបងប្អូនបានទិញឬបាន share ពីគ្នាមកប្រើអញ្ចឹងបងប្អូន admin ធ្វើការពីបញ្ចូលសិនហើយនេះគឺជាកន្លែង password អូខេអញ្ចឹងមកដល់ចំណុចនេះបន្ទាប់ពីបងប្អូនបានវាបញ្ចូល email និង password របស់ account Sushek រួចហើយបងប្អូនធ្វើការ select ពាក្យថា login អញ្ចឹងវានឹង load ចេញជាទម្រង់បែបនេះរួចហើយបងប្អូនដើម្បីទទួលបាន extension មួយមានន័យថាបងប្អូនអាចយក extension នោះទៅប្រើនៅក្នុងជ្រោមចាំតិចទៀត admin នឹងប្រាប់អញ្ចឹងបងប្អូនសេចក្ដីថា add extension នេះមកបន្តមកទៀតបងប្អូនសេចក្ដីថា browser នេះបង add ទៅជ្រោមដើម្បីមានន័យថាបងប្អូនមានកម្មវិធីជ្រោមច្រើនក៏ប៉ុន្តែបងប្អូនចង់ចូលកម្មវិធីជ្រោមមួយហ្នឹងគឺប្រើប្រាស់ជាមួយនឹង account បរទេសបងប្អូនអញ្ចឹងមិនប៉ះពាល់ទៅដល់ជ្រោមដទៃទៀតទេតមកទៀតបងប្អូនសេចក្ដីថា add ទៅជ្រោមហើយសេចក្ដីថា add extension អូខេអញ្ចឹងវានឹងធ្វើការ download extension នេះចូលទៅកាន់ជ្រោមថ្មីរបស់បងប្អូនហើយនេះវានឹង load ចេញជាទម្រង់បែបនេះបន្ទាប់មកទៀតបងប្អូនត្រូវចូលទៅប្រើកម្មវិធី Fetch GPS ដើម្បីផ្លាស់ប្ដូរ location របស់យើងពីប្រទេសកម្ពុជាទៅកាន់បរទេសបងប្អូនធ្វើការនេះ select កន្លែងនេះបងប្អូន extension នេះបងប្អូនក៏បានឬមួយក៏ចូលកន្លែង tray 3នេះក៏បានឥឡូវចូលកន្លែង tray 3នេះចុះណាបងប្អូន tray 3នេះ select មកអស់ចូលមកខាងក្រោមរកមកពាក្យ extension បន្តមកទៀត manage extension រួចហើយបងប្អូនមើលមកខាងនេះខាងឆ្វេងបងប្អូន select ឲ្យហ្នឹងមករួចហើយយើងធ្វើការវាពាក្យថា Fetch GPS Cloud បងប្អូនអញ្ចឹងណាបងប្អូន Fetch GPS Cloud តិចទៀតវានឹងចេញមកបងប្អូននេះឃើញទេ Fetch GPS Cloud ធ្វើការ select លើវាទៅបងប្អូននេះវាមានរូបរាងបែបហ្នឹងបងប្អូនណាមានរូបរាងបែបហ្នឹងយើងធ្វើការ select លើវាទៅធ្វើការ add ទៅជ្រោមដូចមុនហ្នឹងមក add extension ងាយទៅបងប្អូនមើលវីដេអូ admin បងប្អូនមើលដោយភាពយកចិត្តទុកដាក់បងប្អូនមើលតែម្ដងគឺបងប្អូនធ្វើបានបងប្អូនកុំព្យាយាម skip វីដេអូ admin ព្យាយាមសម្រាប់ជូនបងប្អូនដៃថ្មីគឺគាត់ចាប់ផ្ដើមធ្វើទៅត្រូវចំណុចកុំធ្វើទាំងសពេច7បងប្អូនធ្វើតែរួចទេអញ្ចឹងទៅចូលអញ្ចឹងហើយយើងមិនទាន់ធ្វើអ្វីទៀតទេគឺយើងចូលទៅកំណត់ map ឬ GPS របស់យើងដែល original ហ្នឹងឲ្យទៅជាក្បាលឡូកុំឲ្យថាកុំឲ្យ update តាមអញ្ចឹងណាអញ្ចឹងទីហ៊ានដំបូងយើងចូលទៅកាន់កន្លែងសញ្ញា tray 3ហ្នឹងដដែល tray 3ហ្នឹងមកធ្វើការអស់ចូលមកខាងក្រោម setting នេះបងប្អូន setting ហើយយើងចូលពាក្យថា privacy and security យើងធ្វើការអស់ចូលមកខាងក្រោមនេះបងប្អូន site setting ចូលកន្លែងហ្នឹងមកតមកទៀតចូលកន្លែង location ហើយកន្លែងនេះបងប្អូន select ពាក្យថា download អញ្ចឹងទៅគឺអូខេហើយអញ្ចឹងដល់ពេលដែលបានកំណត់បាន download Fetch GPS VPN Fetch GPS ហើយបានកំណត់ location នៅក្នុងនេះហើយបងប្អូនទៅធ្វើការដាក់ទាំងអស់គ្នាអូខេ select ខ្វាយទាំងអស់បងប្អូនបិទវាចោលទាំងអស់ទៅបិទទាំងអស់មកបិទចឹងទៅ
អញ្ចឹងនេះគឺជាទម្រង់ Facebook របស់យើងបន្តមកទៀតបងប្អូនចូលមកកាន់កន្លែង extension នេះបងប្អូននេះកន្លែងនេះបងប្អូន extension ហ្នឹង select វាមកហើយបងប្អូន select pin លើវាមកនេះ pin នេះមួយ pin នេះមួយអញ្ចឹងឥឡូវចូលមកដល់ជំហានសំខាន់ជំហានទី1គឺបងប្អូនត្រូវចេះកំណត់ VPN របស់យើងអញ្ចឹងឥឡូវចូលទៅកំណត់ VPN មុនគេសិនចូលមកកាន់នេះ VPN នេះបងប្អូននេះ VPN ដែលយើងបាន download extension មុនហ្នឹងណាបងប្អូន select យកវាមកតបមកវានឹង load ចេញទម្រង់បែបនេះកន្លែងនេះយើង select វាថា turn on confirm admin ប្រាប់តាអញ្ចឹងបើសិនជាបងប្អូនអត់ទាន់មាន account VPN ប្រើអាចឆាតឬ comment ឬមួយក៏តាក់ទងតាម Telegram បាន admin នឹង share បងប្អូនប្រើបានទាំងអស់គ្នាហើយមិនភ័យដាច់ទេបងប្អូនដោយសារ VPN admin ទិញគឺ VPN ដែលមាន full option អាច share គ្រប់បានមិនចិត្តដាច់ទេបងប្អូន admin ប្រើចូលមួយឆ្នាំបងប្អូនមិនបញ្ហាទេ VPN មួយហ្នឹងអញ្ចឹងបន្តមកទៀតយើងចូលមកកាន់ setting យើងចូលទៅកាន់ VPN setting អញ្ចឹងកន្លែងនេះហើយដែលបងប្អូនចង់កំណត់ប្រទេសបងប្អូនចង់កំណត់ទៅប្រទេសណាតែឡើយadmin កំណត់ទៅបាងកក Thailand ចុះនេះកន្លែងនេះ click connect នេះបាងកក Thailand អូខេបងប្អូន click connect ហ្នឹងណាបាងកក Thailand កន្លែង auto connect យើង select វា on ទៅណាបងប្អូន auto connect គឺ on ហើយ fastest location នេះយើង select ដូចខាងលើអញ្ចឹងដាក់ទៅបាងកក Thailand ដូចគ្នាបងប្អូនឃើញទី1ទី3ដូចគ្នាទី2យើងបើកហើយយើងចូលទៅមើល VPN យើងទាំងអស់គ្នាអូខេបងប្អូនឃើញទេអញ្ចឹងឥឡូវវាបានផ្លាស់ប្ដូរ IP យើងនេះពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃហើយអញ្ចឹងបន្ទាប់ទៀតយើងធ្វើការ check IP យើងសិនថាវាបានប្ដូរហើយឬនៅចូលមកកាន់កន្លែងនេះលេខបូកនេះវាពាក្យថា whoever.net ចាំមើលឃើញបងប្អូនអញ្ចឹងឥឡូវនេះក្នុងជ្រោមនេះ Facebook មួយនេះកំពុងតែប្រើហ្នឹងគឺបានផ្លាស់ប្ដូរ IP ទៅកាន់ប្រទេសថៃហើយអញ្ចឹងចូលដល់ជំហានទី2គឺការកំណត់ fetch GPS របស់យើងវិញអញ្ចឹងបងប្អូនធ្វើការចូលទៅកាន់កន្លែង fetch GPS យើងមកនេះហ្នឹង fetch GPS ដែលយើងបានដល់ extension មកហ្នឹងបងប្អូន select វាថា option តមកទៀតមកដល់កន្លែងនេះបងប្អូនត្រូវ select ពាក្យថា use fixed location នេះបងប្អូនណាកន្លែងនេះដាក់ពាក្យថា use fixed location បន្តមកទៀតយើងចូលមកកាន់កន្លែង fixed location នេះបងប្អូន fixed location ហើយយើងធ្វើការទៅជ្រើសរើសប្រទេសដែលយើងបានដាក់អញ្ចឹងឥឡូវយើងបដូរទៅប្រទេសថៃទៅដោយសារមុនហ្នឹងវាបានបដូរ IP ទៅថៃហើយឥឡូវយើងបានបដូរទីតាំងទៅថៃម្ដងទៀតហើយដូចគ្នាតែម្ដងប្រទេសថៃបងប្អូនធ្វើការ scroll មកទៅដោយសារ admin ធ្លាប់ដាក់ admin ចាំកន្លែងវាបងប្អូនសុខភាពអត់ល្អសុខភាពបងធ្វើការ scroll រកមួយទៅបងប្អូននេះបងប្អូនឃើញនេះក្រុងទេពមហានគរអញ្ចឹង admin ធ្វើការដាក់ទីតាំងទៅហ្នឹងទៅដល់ណាមិននេះយើងមើលកន្លែងហ្នឹងមានផ្ទះមានអីទៅបងប្អូនណាកុំដាក់នៅវាស្រែកើតទេនេះដាក់នេះចោះអូខេបន្ទាប់ពីselect អញ្ចឹងហើយបងប្អូនធ្វើការចូលមកកាន់កន្លែងនេះដដែលបងប្អូនណានេះ privacy level នេះគឺឲ្យបងប្អូន select ពាក្យថា hi បន្តមកទៀតកន្លែងនេះបងប្អូនធ្វើការអូសវាដល់ក្រោយបងប្អូនគេអូសអញ្ចឹងមកគឺអូខេហើយកម្មវិធីនេះយើងកំណត់តែម្ដងគឺជាប់រហូតដល់នៅក្នុងជ្រោមមួយហ្នឹងអញ្ចឹងឥឡូវដើម្បីជាការធ្វើតេស្តយើងចូលទៅកាន់សញ្ញាលេខបូកនេះមកហើយយើងចូលមកកាន់កន្លែងនេះមកនេះកន្លែងដូចតុងជុកនេះហើយយើងចូលកន្លែង map បន្តមកទៀតចុចកន្លែងនេះបងប្អូននេះកន្លែងមើលមួយណាមើលមួយនេះបងប្អូននេះបងប្អូនឃើញទេ
បងប្អូនបានផ្លាស់ប្ដូរ GPS បងប្អូនមកកាន់ប្រទេសថៃហើយអញ្ចឹងមានន័យថាបងប្អូនបានបង្កើត account Facebook បងប្អូនបានបដូរ IP បងប្អូនបានបដូរទីតាំងរបស់បងប្អូនមកកាន់បរទេសទាំងអស់ហើយនេះទីតាំងយើងបងប្អូននេះឃើញទេអញ្ចឹងមានន័យថា Facebook មួយនេះគឺបានប្រើទាំង IP ទាំង GPS ទៅកាន់បរទេសហើយដើម្បីជាការបញ្ជាក់ជាធ្វើការ check in វានេះឃើញបងប្អូនចុចកន្លែងហ្នឹងមក public done check in ឃើញបងប្អូននេះបាងកកប្រទេសថៃអានេះវាក្នុងកុំព្យូទ័រវាអញ្ចឹងតែក្នុងទូរស័ព្ទយើងមានកន្លែងស្ញាព្រួយចុចមកគឺវាលោតទៅបាងកកហ្មងអញ្ចឹងបងប្អូនអញ្ចឹងឥឡូវបន្ទាប់ពីបានបង្កើត Gmail បង្កើត Facebook ប្រើប្រាស់ VPN GPS ហើយចំណុចទី5យើងត្រូវចេះបង្កើត page អញ្ចឹងឥឡូវនេះយើងយក account ដែលយើងទៅបង្កើតថ្មីហ្នឹងយកទៅបង្កើត page តែម្ដងដើម្បីបង្កើត page ទីមួយយើងត្រូវ scroll មកខាងនេះមក scroll មកខាងក្រោមនេះមករកមកពាក្យ page ហើយបងប្អូននេះ page សេចយក page បងប្អូនសេចយក page ហ្នឹងមកអញ្ចឹងនេះ create new page សេចមកបងប្អូនហើយគឺកន្លែងដាក់ឈ្មោះ page របស់បងប្អូនឥឡូវ admin ដាក់ឈ្មោះចុះដាក់អាមីចុះអាមី category បងប្អូនចង់ប្រើប្រាស់ page នេះទៅលើអ្វីទី1វីដេអូកម្សាន្តឬមួយក៏ណែនាំសប្បាយតន្ត្រីឬមួយក៏អ្វីផ្សេងក៏តែ admin សុំឧទាហរណ៍ដាក់ music វីដេអូចុះកន្លែងនេះគឺជា bio មានន័យថាយើងធ្វើការសរសេរពិព័រណ៍នេះអំពី page របស់យើងឥឡូវយើងគ្រាន់តែដាក់ hi សិនទៅ hi អញ្ចឹងទៅហើយចុចទៅថា create page អូដោយសារយើងបើក VPN អញ្ចឹងយើងធ្វើការបិទ VPN សិនដើម្បី create page ឲ្យសិនបងប្អូនណាចាំមើល admin បិទ VPN សិន disconnect វាមកអូខេហើយធ្វើការ create page ឃើញបងប្អូនឃើញ create page បានអត់អ្នកខ្លះគាត់ create page អត់បានទេគាត់ថា Facebook លើបាក់បង្កើត page មិនមែនទេដោយសារយើងប្រើ VPN ឬមួយវា spam in IP យើងបងប្អូនប្រកាសបិទ Wi-Fi បើកវិញទៅបើមិនចឹង share hotspot ពីទូរស័ព្ទចូលទៅគឺបង្កើតបានហើយចឹងចំណុចនេះវិញយើងបាច់បំពេញ website លេខទូរស័ព្ទ email ឯងមិនបាច់ពេញទេគឺវាជារឿងធម្មតាយើងបំពេញក្បាច់អត់ក៏បានដែរកន្លែងនេះយើង select RPO pan មក select next ចិត្តមក select next ចិត្តមកបងប្អូន skip មក next មក done មកអូខេអញ្ចឹងយើងបានទទួលបាន page ថ្មីមួយហើយឃើញទេបងប្អូនយើងបានទទួលបាន page ថ្មីមួយហើយបងប្អូនត្រូវចាំថា page បងប្អូនបង្កើតវាមានអាយុគ្រប់មួយខែទៅបងប្អូនចាំយកទៅប្រើប្រាស់វាមិនមែនថាបង្កើតភ្លាមផុសបានភ្លាមឲ្យផុសបានក៏ប៉ុន្តែពេលជាប់ policy ជាប់អ្វីផ្សេងៗបងប្អូនអត់ទាន់អាចមើលដឹងបានទេអញ្ចឹងពេលដែលបានអាយុមួយខែឡើងលើវាបាត់ហើយវាអាចផុសទៅដឹងជាប់អីស្អីបានទាំងអស់ហើយក្នុងពេលដែលយើងរងចាំ page យើងធ្វើការផលិតវីដេអូទៅបងប្អូនមិនថា copy មិនថា original ធ្វើការផលិតកាត់ឲ្យស្អាតទុកផុសចូល page យើងមកអញ្ចឹងចំណុចបន្ទាប់ទៀតនៅពេលដែលយើងបានបង្កើត page ហើយយើងចង់ទុក profile អញ្ចឹងក៏បានក៏ប៉ុន្តែជាការ recommend ម្នាក់ពេលដែលគេចូលទៅកាន់ page គេគឺបើសិនជា page យើងមើលទៅមិនតាក់ទាញគឺគេមិនចង់ follow ឬមិនចង់ចូលទៅមើលទេអញ្ចឹងជាហ៊ានដំបូងនៅពេលដែលយើងបានបង្កើត page ហើយយើងធ្វើការ change profile វាមួយសិនបងប្អូន upload photo យើងធ្វើការ change profile page យើងមួយសិនទៅយកហេបងប្អូនដាក់រូបណាកុំសេះជីពេកបងប្អូនល្មមទៅបានហើយแล้วដាក់នេះចុះអូខេអញ្ចឹងចុះរួចហើយយើងតែធ្វើការ edit cover ម្ដងកាលណា page យើងមើលទៅតាក់ទាញទាំង profile និង cover គឺគេចូលមកគឺមានថាគេចង់ follow ចង់ like ហ្មងអញ្ចឹងដើម្បី edit cover ឲ្យស្អាតធ្វើដូចម្ដេចបងប្អូនខ្លះគាត់ដាក់ profile ដាក់ឲ្យចេញមកវាមើលទៅវាដាច់លើដាច់ក្រោមមិនស្មើវាមើលទៅអត់ស្អាតទេអញ្ចឹងឥឡូវ admin ណែនាំកម្មវិធីមួយ
បងប្អូនចូលទៅកាន់ជ្រោមរបស់បងប្អូនហ្នឹងណាហើយបងប្អូនវាពាក្យថានេះ Canva បងប្អូនវាពាក្យថា Canva អញ្ចឹងមកហើយបងប្អូនចូលទៅកាន់ Canva ហ្នឹងទៅតែបងប្អូនឃើញទេបងប្អូនវាពាក្យថា Facebook cover មកគឺវាចេញតម្រងច្រើនណាបងប្អូនសម្រាប់កែ cover របស់បងប្អូនឥឡូវឲ្យមានឧទាហរណ៍បងប្អូនមើលមួយចុះចូលតាមមកហើយគឺធ្វើឲ្យស្អាតហើយចាំនេះហ្មងពេលបងប្អូនសេចក្ដីវាមកគឺវានឹងលោតតម្រងបែបនេះមកនេះឃើញទេបងប្អូនអញ្ចឹងដើម្បីកែ cover នេះបានបងប្អូនសេចក្ដីហ្នឹងមកនេះរូបភាពយើងធ្វើការ add ចូលទៅបងឃើញហើយឃើញស្អាតទេបងប្អូននេះឃើញទេបងប្អូនអញ្ចឹងមកឧទាហរណ៍ណាអញ្ចឹងមកហើយនេះបងប្អូនកែមកមិញចេះគេមិញអាមីឃើញទេបងប្អូនឃើញស្អាតអត់តើមកកន្លែងបងប្អូនដាក់មកនេះ please follow me ចឹងមកហើយបងប្អូនធ្វើការកែបន្តិចដាក់មានមកក្រុមនេះមកអូខេតោះយើងធ្វើការ select កែយើងមកនេះ select ទៅថា download ហើយ select download ជាស្អីបងប្អូនសុខភាពអត់ល្អសោះហ្មងមួយរយៈនេះអញ្ចឹងវា download ចូលទៅកាន់ PC យើងបងប្អូនឃើញនេះអូខេហើយយើងចូលទៅកាន់ profile យើងមុននឹងមកនេះមក add cover មក upload download នេះចូលមក open តាមទីតើបងប្អូនអញ្ចឹងបងប្អូនយើងច្បាស់ជាយល់ហើយក្នុងការបង្កើតកន្លងមកបងប្អូនដឹងហើយចំណុចចាប់ដើមគឺមានអីក្រៅពី Gmail បង្កើត Facebook ប្រើប្រាស់ VPN GPS បង្កើត page គឺប៉ុណ្្នឹងទៅបន្តមកទៀតបងប្អូនធ្វើការរងចាំ page បងប្អូនគ្រប់អាយុមួយខែសុំធ្វើការផុសវីដេអូចូលទៅអញ្ចឹងអូខេបងប្អូនអញ្ចឹងបើសិនជាបងប្អូនគិតថាការ live នេះមានប្រយោជន៍បងប្អូនសូមជួយ share like វីដេអូ admin ផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៅទៀតហើយវីដេអូក្រោយ admin នឹងធ្វើការ live តទៅទៀតថាការបន្តពីធ្វើ page ហើយតែធ្វើអ្វីទៀតត្រូវស្វែងរកគ្រប់ស្វែងរកអ្វីឲ្យផ្សេងៗជាច្រើនទៀតហើយបើសិនជាបងប្អូនមានសំណួរអាច comment បាន admin នឹងឆ្លើយតបនៅក្រោយវីដេអូចំពោះ VPN ចង់បានឆាតមក admin នឹងផ្ដល់ VPN ឲ្យប្រើមានកម្មវិធីច្រើនទៀតបងប្អូន admin នឹង free ជូនបងប្អូនឲ្យតែបងប្អូនចង់បានអញ្ចឹងអូខេបងប្អូនជួបគ្នានៅវីដេអូក្រោយទៀត